Ferrari 488 GTB គឺជាស៊ុបខាមួយដែលកំពុងមានការពេញនិយមប្រើប្រាស់ច្រើនមែនទែននៅស្រុកខ្មែររបស់យើងឥឡូវបានមកដល់ដៃយ៉ាងម៉េចអញ្ចឹងយើងទៅមើលពីចំណុចពិសេសរបស់ឡាននឹងទាំងអស់គ្នាតែតទៅនឹង Ferrari 488 GTB នេះគឺជាចំណងបន្តរបស់ Ferrari 458អញ្ចឹងហើយចំណុចស្តៀងគ្នាក៏មានច្រើនដែរទាំងជាគៀងក៏ដូចជាស្តុកខាងក្រោយហើយនិងម៉ាស៊ីន V8 mid engine ឬក៏ទីតាំងនៅខាងក្រោយក៏ប៉ុន្តែសម្រាប់488នេះ Ferrari គាត់បានអាប់ដេតមកប្រើប្រាស់ជាមួយនឹងម៉ាស៊ីន Turbo Charge ក៏ដូចជាបានបញ្ចូលបច្ចេកវិទ្យាច្រើនទាំងផ្នែកខាងក្រៅហើយនិងប្រព័ន្ធ Dynamic របស់ឡានអញ្ចឹងធ្វើឲ្យឡានហ្នឹងគឺពិសេសខ្លាំងមែនទែនតែតទៅនឹងផ្នែកខាងក្រៅខ្ញុំពិតជាសរសើរ Ferrari ខ្លាំងមែនទែនព្រោះថាសម្រាប់ឡាននេះគាត់មិនត្រឹមតែបានរចនាចេញមកបែបសិល្បៈបែប elegant ទេ Bodywork ឬក៏តួមកជុំឡានសុទ្ធតែមាន function ទាំងអស់តែម្ដងដើម្បីជួយដល់ performance ឡានអូខេអញ្ចឹងតើតទៅនឹងការរចនាការខាងមុខនេះ Ferrari ក៏បានរចនាជាប្រភេទ lip 2តង់អញ្ចឹងលំហូរខ្យល់គឺមានពីរផ្លូវនៅពេលដែលហូរមកពីចំហៀងនិងចូលទៅកាន់ air intake ទៅកាន់ radiator ឬក៏ធុងទឹកហើយលើពីនោះទៀតគាត់ក៏បានរចនាជាសរទះខ្យល់នៅចំកណ្ដាលដែលបងប្អូនឃើញពណ៌ខ្មៅហ្នឹងដើម្បីធ្វើឲ្យមានលំហូរខ្យល់កាន់តែ smooth មកកាន់ធុងទឹកក៏ដូចជាមានមួយផ្លូវទៀតទៅកាន់ក្រោមបាតឡាននៅកន្លែងនេះអញ្ចឹងនៅបងប្អូនឃើញអញ្ចឹងប្រឡោះលំហូរខ្យល់មានច្រើនខ្លាំងមែនទែននៅពេលដែលយើងរត់ល្បឿនលឿនវានឹងកាត់បន្ថយកម្លាំងច្រាស់ខ្យល់ឬក៏ track បានល្អខ្លាំងមែនទែនសូម្បីតែ hood ឬក៏ការ៉ូក្បាលឡាននៅផ្នែកខាងមុខនេះក៏គេបានរចនាឲ្យផុសនៅចំផ្នែកកណ្ដាលអញ្ចឹងផ្នែកសងខាងនេះគឺវានឹងផតហើយដឹកនាំខ្យល់បានយ៉ាងល្អទៅផ្នែកចំហៀងឡានរបស់យើងអញ្ចឹងលំហូរខ្យល់ពីមុខបូកជាមួយនឹងខ្យល់ចំហៀងមកទើត្រឹមតាគៀកដែលជាចំណុចសំខាន់ខ្លាំងមែនទែនសម្រាប់ឡានហ្នឹង Ferrari ក៏គាត់បានរចនាជាសរទះដើម្បីបែងចែកផ្លូវខ្យល់ផងដែរព្រោះថាមួយគាត់ត្រូវបញ្ជូនខ្យល់ទៅកាន់ intercooler មកផ្លូវទៀតគឺសម្រាប់ម៉ាស៊ីនហើយបងប្អូនប្រហែលជាឆ្ងល់ថានៅពេលដែលខ្យល់ចូលអញ្ចឹងមិនញញ៉ៃពេញប្លុកម៉ាស៊ីនឬក៏តាគៀកឡានយើងហើយចម្លើយហ្នឹងគឺអត់ទេ Ferrari គាត់បានរចនាជាផ្លូវខ្យល់ច្បាស់លាស់មួយដើម្បីឲ្យខ្យល់ហ្នឹងចូលទៅកាន់ intake ម៉ាស៊ីនឡានរបស់យើងហើយខ្យល់ដែលនៅសេសសល់ហ្នឹងគាត់បានរចនាឲ្យវាចេញតាមផ្នែកខាងក្រោយដែលបងប្អូនឃើញខ្មៅម្ដុំនៅជាប់ស្តុបនេះហើយសូម្បីតែ spoiler ក៏ជាចំណុចពិសេសមួយរបស់ឡានហ្នឹងផងដែរព្រោះថាបើសិនជាយើងប្រើប្រាស់ wing ដែលខ្ពស់នៅពេលដែលយើងជន់ស្ទុះគឺវានឹងបង្កើតជាត្រាក់កាត់បន្ថយស្ទុះឡានរបស់យើងក៏ប៉ុន្តែនៅក្នុង488 GTB នេះបងប្អូនឃើញអញ្ចឹងរៀបស្មើល្អលំហូរខ្យល់ដែលហូរពីទំព័រឡានមកគឺវានឹងចូលតាមក្រោមហើយចេញនៅផ្នែកខាងក្រោយនេះគឺជាការរចនាមួយដែលវៃឆ្លាតខ្លាំងមែនទែនអញ្ចឹងនៅក្នុងការជន់ស្ទុះនៅលើឡាននេះលឿនធម្មតាហើយនៅពេលដែលយើងរត់ល្បឿនលឿនគឺវាទប់លំនឹងបានល្អទៀតផងហើយជាពិសេសការរចនាបែបហ្នឹងគឺមើលទៅ elegant ខ្លាំងមែនទែន detail មួយដែលយើងអាចម្លងបានតាក់ទងទៅនឹងផ្នែកម៉ាស៊ីននេះគេបានរចនាការ៉ូកញ្ចក់ឲ្យយើងមើលម៉ាស៊ីន V8 របស់យើងការ៉ូពណ៌ក្រហមណាមើលទៅគឺអស្ចារ្យខ្លាំងមែនទែនហើយក៏មានសំណាញ់នៅសងខាងដើម្បីឲ្យការបញ្ចុះកម្ដៅបានល្អប្រសើរអូខេអញ្ចឹងតាក់ទងទៅនឹងផ្នែកយ៉ានវិញបងប្អូនឃើញស្អាតខ្លាំងមែនទែនពណ៌ខ្មៅក្រឹបតែម្ដងសម្រាប់ឡាននេះផ្ទាល់គឺបានផ្លាស់ប្ដូរជាមួយនឹងប្រភេទយ៉ានរបស់ Novitec NF9 អញ្ចឹងគឺស្រស់ស្អាតខ្លាំងមែនទែនខាងមុខគឺ21 inch ហើយខាងក្រោយនេះ22 inch ហើយនិយាយទៅផ្នែកខាងក្រោយឡានហ្នឹងឲ្យ vibe មកថានេះគឺជាស៊ុបខាដែលយើងអាចបើកប្រចាំថ្ងៃក៏បានឬក៏យើងយកចូលទីលានម្ដងម្កាលក៏បានដែរដោយសារតែស៊ីម៉ាំងភ្លោះនៅខាងក្រោយមាន stop ដូចជាឡានប៉ណ្ណាំង F1 ក៏ដូចជា diffuser បែបកោងច្រើនខ្លាំងមែនទែនហើយលើពីនោះទៀតនៅផ្នែកខាងក្រោមហ្នឹងដែលយើងអត់អាចដឹងហ្នឹងគឺវាមានជាមួយនឹងប្រភេទ active diffuser ឬក៏ diffuser សកម្មនៅពេលដែលយើងរត់ល្បឿនលឿនវានឹងបើកឡើង7-10 degree អញ្ចឹងឲ្យធ្វើឲ្យឡានរបស់យើងកាន់តែ smooth ក៏ដូចជាបង្កើតកម្លាំងស្កត់បានច្រើនមានលំនឹងខ្ពស់អូខេបងប្អូនទាំងគ្នាអញ្ចឹងតើតើទៅនឹងផ្នែកខាងក្នុងនេះនៅពេលដែលខ្ញុំចូលឡាននេះដំបូងមកមានអារម្មណ៍ថាប្លែកខ្លាំងមែនទែនដោយសារតែឆ្លាស់មុខឆ្លាស់មាត់ដូចកន្លែង center console នេះអញ្ចឹងគេរចនាចេញមកតម្លាក់ចុះមកខាងក្រោមដែលមានតែលេខ air auto ហើយនិង launch control ទេអត់សូវមានប៊ូតុងញញ៉ៃច្រើនទេសូម្បីតែ infotainment system ក៏មានតែប៉ុណ្្នេះដែរហើយតើតើទៅនឹង option វិញដូចបងប្អូនបានឃើញអញ្ចឹងមានស្បែកពណ៌ខ្មៅជាមួយនឹងស្បែកពណ៌ត្នោតលាយជាមួយនឹងឆ្នេរពណ៌ក្រហមគឺជា option បែបប៉ុណ្ណឹងណាហើយតើតើទៅនឹងការប្រើប្រាស់វិញនៅក្នុង Ferrari 488នេះខុសប្លែកពីឡានដែលយើងប្រើប្រាស់ទូទៅឧទាហរណ៍ដូចជាប៊ូតុងសម្រាប់បិទបើកទ្វារជាដើមគឺនៅខាងលើនេះហើយនិយាយទៅកន្លែងផ្សេងខុសពីឡានទូទៅហ្មងសូម្បីតែចង្កឹះសម្រាប់កាច់សញ្ញោឬក៏ផ្លិតទឹកអីក៏គេបានចងមកដាក់ក្នុងចង្កូតទាំងអស់ដែរអញ្ចឹងកន្លែងនេះសម្រាប់ control ផ្លិតទឹកប៊ូតុងនេះសម្រាប់សញ្ញោនៅលើចង្កូតហ្នឹងក៏មានជាមួយនឹងកន្លែងប៊ូតុងសម្រាប់ស្រីបូមនៅពេលដែលយើងបើកផ្លូវលាក់ឬក៏បើកផ្លូវកស៊ូហើយកន្លែងនេះគឺជា driving mode ដែលមានដូចជា wet mode sport mode race និងបិទ traction control បិទ ESC ជាដើមហើយសម្រាប់ប្រអួតរាល់ដងយើងតែបើកនៅដៃទ្វារដែរតែសម្រាប់ឡាននេះគឺយើងបើកនៅ center console កណ្ដាលនេះ
ផ្លៃខ្លាំងមែនតើហើយដល់ផ្លៃទៀតហ្នឹងគឺខ្ញុំឃើញមានឡានសុបការដែលយើងមាន cup holder នៅផ្នែកខាងមុខនេះទោះបីជាវាទូចទេក៏ដូចជាមានការរចនាសម្រាប់កន្លែងដាក់សោរបស់យើងផងដែរនៅកន្លែងនេះណាវាដាក់ចឹងហើយ fit ចូលទៅកន្លែង cup holder ហ្មងមួយវិញទៀតដែលខ្ញុំចាប់អារម្មណ៍ហ្នឹងគឺការរចនាបែប minimalist ក៏ដូចជា symmetry គ្នាដោយសារតែអេក្រង់នៅក្នុងឡាននេះគេចាប់3ចូលដាក់ទៅក្នុងមួយនៅពីមុខ driver តែម្ដងអញ្ចឹងនៅចំកណ្ដាលផ្នែករបស់យើងគឺជាអេក្រង់ពណ៌លឿង RPM អញ្ចឹងសម្រាប់ផ្នែកខាងឆ្វេងនេះអេក្រង់ហ្នឹងគឺតាក់ទងទៅនឹងប្រព័ន្ធកំណត់ផ្សេងៗដូចជាសម្ពាធ turbo ឬក៏ប្រព័ន្ធ mechanic ឡានរបស់យើងជាដើមដែលយើងអាចផ្លាស់ប្ដូរអេក្រង់នីមួយៗបានទៅតាមប៊ូតុងកន្លែងនេះដូចបងប្អូនឃើញអញ្ចឹងហើយសម្រាប់អេក្រង់ខាងស្ដាំយើងវិញគឺជា infotainment system ដែលមាន Apple Play កន្លែងគ្រប់គ្រងតន្ត្រីហើយអញ្ចឹងកន្លែង control volume គឺគេដាក់ប៊ូតុងនៅកន្លែងនេះដូចគ្នាខាងស្ដាំដែរណាសម្រាប់ការ select អីក៏ប៊ូតុងនៅចិត្តនេះដែរអញ្ចឹង overall បើសិនជាយើងគិតមើលទៅទោះបីជាប៊ូតុងច្រើនមែនក៏ប៉ុន្តែមានអារម្មណ៍ថា minimal ក៏ដូចជារៀបរយខ្លាំងមែនទែនយ៉ាងណាមិញក៏ត្រូវការឲ្យយើង use to ឬក៏ត្រឡប់ជាមួយនឹងការប្រើប្រាស់ដែរព្រោះថាប្លែកពីឡានទូទៅតែម្ដងអូខេបងប្អូនទាំងគ្នាឥឡូវខ្ញុំកំពុងតែធ្វើការតេស្តនៅក្នុង Ferrari 458 GTB ហើយក៏ចង់ shout out ទៅកាន់ Platinum Auto ដែរដែលគាត់បានឲ្យឡាននេះខ្ញុំធ្វើការ review ជូនទៅកាន់បងប្អូនទាំងគ្នាណាអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ជាមួយនឹងឡានហ្នឹងអាចទៅមើលផ្ទាល់បាននៅ showroom របស់គាត់ឥឡូវយើងបន្តនិយាយតាក់ទងទៅនឹង switch របស់ឡានតែម្ដងកម្លាំងសេរបស់វាគឺ670 PS ហើយកម្លាំងរមួល760 Nm ដោយសារតែប្រើប្រាស់ Twin Turbo អញ្ចឹងកម្លាំងរមួលក៏រៀងច្រើនគួរសមដែរអញ្ចឹងតាក់ទងទៅនឹងសន្ទុះដោយបងប្អូនបានឃើញហើយស្ទុះខ្លាំងមែនតើពី0ទៅ100ត្រឹមតែ3សេខុនតែប៉ុណ្ណោះមិនត្រឹមតែមកពីម៉ាស៊ីនទេដូចខ្ញុំបញ្ជាក់បងប្អូនទាំងគ្នាអញ្ចឹងការរចនា spoiler របស់ឡាននេះគឺវៃឆ្លាតខ្លាំងមែនតើកាត់ track បានច្រើនអញ្ចឹងធ្វើឲ្យឡានជាន់ស្ទុះល្អអញ្ចឹងតាក់ទងទៅនឹង top speed របស់ឡាននេះគឺ330 km ក្នុង1ម៉ោងបងប្អូនទាំងគ្នាតែខ្ញុំបានតែត្រឹមជាន់ថើទេអាចជាន់ដល់ top បានទេបាទហើយនៅក្នុងការបើកបរឥឡូវខ្ញុំកំពុងតែប្រើប្រាស់លេខដៃទេក៏ប៉ុន្តែបើសិនជាយើងប្រើប្រាស់ជាមួយនឹងលេខអូតូដោយសារតែឡាននេះប្រើប្រាស់ប្រអប់លេខ7វគ្គ DCT យើងអាចបើកលេខដៃក៏បានលេខអូតូក៏បានបើសិនជាយើងប្រើនៅក្នុងលេខអូតូឡើងលេខនីមួយៗទៅគឺ smooth ខ្លាំងមែនទែនថាយើងអត់ដឹងថាកំពុងតែឡើងលេខនោះទេព្រោះថានៅក្នុងប្រអប់លេខនៅក្នុង Ferrari 458 នេះ Ferrari គាត់បានបញ្ចូលបច្ចេកវិទ្យាមួយដែលមានឈ្មោះថា Variable Torque Management អញ្ចឹងតាក់ទងទៅនឹងកម្លាំងនៅពេលដែលយើងចូលលេខនីមួយៗគឺស្មើ smooth ល្អមែនទែនចូលលេខនីមួយៗគឺយើងអត់ដឹងខ្លួនទេហើយបើនិយាយតាក់ទងទៅនឹង performance aero នៅក្នុង458នេះ Ferrari គាត់បាននិយាយថាប្រសើរជាង458រហូតដល់ 50% អញ្ចឹងបងប្អូនដឹងហើយកម្លាំងសង្កត់គឺអែមខ្លាំងមែនទែនយើង confident នៅពេលដែលយើងបើកល្បឿនលឿនណាហើយតាក់ទងទៅនឹងប្រព័ន្ធប្រាំងវិញគឺជាប្រភេទ compound ceramic ដែល Ferrari គាត់បាននិយាយថាល្អជាង 458 រហូតដល់ 9% លើសមុនហើយដល់ពេលដែលខ្ញុំធ្វើការជាន់ប្រាំងម្ដងក៏មានអារម្មណ៍ថាច្បាស់ដែរព្រោះថានេះគឺជាឡានដែលប្រើប្រាស់ compound ceramic បរិយាណាអូខេឥឡូវដល់ផ្លូវមុខគឺជាកន្លែងដែលខ្ញុំចង់តេស្តមួយទៀតហើយគឺជាការតេស្តបើកផ្លូវ corner បងប្អូនទាំងគ្នាដោយសារតែនៅក្នុងឡាននេះ Ferrari គាត់បានសរសេរ program ជាប្រព័ន្ធមេមួយដែលគាត់ឲ្យឈ្មោះថា SST2 គឺជាប្រព័ន្ធ side slip control នៅពេលដែលយើងបើកផ្លូវ corner ជាពិសេសបើកនៅលើទីលានជាដើមអញ្ចឹងប្រព័ន្ធទាំងអស់ហ្នឹងគឺវានឹងទៅគ្រប់គ្រងទាំងបូកដើម្បីរក្សាតុល្យភាពឡានរបស់យើងប្រព័ន្ធពងខាងក្រោយដែលជាប្រភេទ EDIF ដើម្បីលៃតម្រូវកម្លាំងកង់ឆ្វេងស្ដាំនៅផ្នែកខាងក្រោយដោយសារតែនេះគឺជាប្រភេទឡាន rear drive ឬក៏បរដែលពងខាងក្រោយហើយក៏ control តាក់ទងទៅនឹងប្រព័ន្ធកង់ slip ឬក៏កង់ទួងផងដែរអញ្ចឹងបូកបញ្ចូលរួមប្រមូលទាំងអស់ហ្នឹងទៅ SST2 នឹងធ្វើឲ្យឡានរបស់យើងងាយស្រួលនៅក្នុងការចេញពីផ្លូវ corner ឧទាហរណ៍ថាបើសិនជាឡានមួយទៀតដែលអត់មានប្រព័ន្ធហ្នឹងទេនៅពេលដែលយើងចេញផ្លូវ corner គឺវានឹងស្ទក់ជាងឡានដែលមានប្រព័ន្ធបច្ចេកវិទ្យាមួយហ្នឹងសំនឹងពាក្យគេថាប្រើប្រាស់សុខភាព fun ឬក៏ exciting ខ្លាំងមែនទែនជាមួយនឹងឡាននេះអញ្ចឹងនៅពេលដែលខ្ញុំបើកល្បឿនមិញគ្រប់គ្រងចង្កូតបើកឆ្វេងបើកស្ដាំនៅពេលដែលយើងត្រូវការវ៉ាចេញគឺ smooth ហើយមានអារម្មណ៍ថាទំនុកចិត្តក្នុងការប្រើប្រាស់ចង្កូតខ្លាំងមែនទែនហើយនៅពេលដែលយើងបើកក្នុងក្រុងផ្លូវធម្មតាថាឡាននេះគេរចនាឲ្យយើងបើក daily ហ្មងព្រោះមានប៊ូតុងបូមនេះនៅពេលដែលយើងចុចទៅគឺសម្រាប់បើកផ្លូវអាលាក់អីចឹងណាហើយមួយទៀតក៏មានប៊ូតុងសម្រាប់តម្លើងបូមមុខផងដែរដើម្បីឲ្យងាយស្រួលនៅក្នុងការចតរបស់យើងឡើងបាន40 មីលីម៉ែត្រនិយាយទៅមិនថាតែយើងបើកល្បឿនឬក៏យើងបើកធម្មតាទៅធ្វើការប្រចាំថ្ងៃខ្ញុំធានាថា
488 GTB នេះគឺអាចប្រើប្រាស់បានបើនិយាយពីភាសានៅក្នុងការរចនាឡានរបស់ Ferrari ខ្ញុំពិតជាពិបាករកពាក្យថ្លៃមែនទែនទាំងភាពស្អាត aesthetic ក៏ដូចជាភាព elegant របស់ឡានណាហើយបន្ទាប់ពីបានបើក test drive ឡានមួយនេះទៀតធ្វើឲ្យខ្ញុំកាន់តែយល់ថាមូលហេតុអីបានជាឡាននេះមួយរយៈហ្នឹងមានការពេញនិយមច្រើនម៉េចនៅស្រុកខ្មែររបស់យើងបងប្អូនអរគ្នាគិតដែរតាក់ទងទៅនឹងបច្ចេកវិទ្យាក៏ដូចជា performance ឡានមួយនេះកុំភ្លេច comment នៅខាងក្រោមផងយើងជួបគ្នាវីដេអូក្រោយបាយបាយ